ទំនុកដំកើងចំពុក40ខ្ញុំបានទន្ទឹងរង់ចាំព្រះអង្គម្ចាស់ព្រះអង្គក៏ផ្ទៀងព្រះការស្ដាប់សម្រែកទូលអង្វររបស់ខ្ញុំព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅចេញពីពួកជ្រាំមកដាក់នៅលើថ្មដាឲ្យមានចំហយ៉ាងរឹងប៉ឹងព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មីដើម្បីសរសើរដំណើរព្រះរបស់យើងមនុស្សជាច្រើននឹងឃើញហើយកោតខ្លាចទៀតផងគេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់មានសុភមង្គលហើយមនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះខ្លែងខ្លាយដែលជាព្រះបោកបញ្ឆោតអោព្រះអម្ចាស់ជាព្រះនៃទូបង្គំអើយព្រះអង្គបានសម្ដែងការអស្ចារ្យជាច្រើនចំពោះយើងខ្ញុំព្រះអង្គក៏មានគម្រោងការជាច្រើនសម្រាប់យើងខ្ញុំដែរគ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គទេការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតកណនាទូបង្គំមិនអាចពណ៌នាអស់ឡើយព្រះអង្គមិនចង់បានយ៉ាញ់បូជាឬតង្វាយអ្វីទេតែព្រះអង្គបានបើកត្រចៀកទូបង្គំឲ្យចេះស្ដាប់ព្រះអង្គមិនទាមទារតង្វាយដុតឬយ៉ាញ់បូជាសុំឲ្យរួចពីបាបឡើយដូច្នេះទូបង្គំពោលថាបបិទ្ធព្រះអម្ចាស់ទូបង្គំមករកព្រះអង្គទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូបង្គំពេញចិត្តនឹងធ្វើតាមព្រះハរតីរបស់ព្រះអង្គហើយក្រឹតវិន័យរបស់ព្រះអង្គដកនៅក្នុងដួងចិត្តទូបង្គំជានិច្ចទូបង្គំបានប្រកាសឲ្យអង្គប្រជុំដ៏ធំដឹងអំពីសេចក្តីសុចរិតរបស់ព្រះអង្គអោព្រះម្ចាស់ហើយព្រះអង្គជ្រាបហើយថាទូបង្គំនឹងថ្លែងឥតឈប់ឈរឡើយទូបង្គំមិនលាក់សេចក្តីសុចរិតរបស់ព្រះអង្គទុកក្នុងចិត្តទូបង្គំតតែសោះទូបង្គំតែងតែប្រកាសពីព្រះハរតីស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូបង្គំពុំអាចនៅស្ងៀមមិនប្រកាសអំពីព្រះハរតីមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយអោព្រះអម្ចាស់ទូបង្គំដឹងថាព្រះអង្គតែងតែអាណិតមេត្តាទូបង្គំឥតឈប់សោះឡើយព្រះハរតីមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គតែងតែតាមការពារទូបង្គំជានិច្ចមានទុក្ខលំបាកជាច្រើនឥតកណនារួបរឹតទូបង្គំកំហុសរបស់ទូបង្គំផ្ទាល់បានតាមយាយីទូបង្គំធ្វើឲ្យទូបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញកំហុសទូបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូបង្គំទៅទៀតទូបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយអោព្រះម្ចាស់អើយសូមមេត្តារំដោះទូបង្គំផងព្រះម្ចាស់អើយសូមយាងមកសង្គ្រោះទូបង្គំជាប្រញាប់សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូបង្គំត្រូវអាប់អោននិងបាក់មុខទាំងអស់គ្នាសូមឲ្យអស់អ្នកដែលសប្បាយចិត្តនឹងទុក្ខវេទនារបស់ទូបង្គំត្រូវដកខ្លួនថយនិងអាម៉ាស់មុខសូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូបង្គំត្រូវបរាជ័យទាំងអបកិត្តិយសរីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញសូមឲ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គសូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គថ្លែងឥតឈប់ឈរថាសូមលើកដំកើងព្រះអម្ចាស់ទូបង្គំជាមនុស្សកំសត់ទុរគតតែព្រះអម្ចាស់បានគិតគូរដល់ទូបង្គំព្រះអង្គតែងតែសង្គ្រោះនិងរំដោះទូបង្គំអោព្រះនៃទូបង្គំអើយសូមយាងមកកុំបងអង្គឡើយទំនុកដំកើងចំពុក41មានសុភមង្គលហើយអ្នកដែលយកចិត្តទុកដាក់នឹងមនុស្សកំសត់ទុរគតត្បិតនៅថ្ងៃមានអាសន្នព្រះម្ចាស់នឹងជួយអ្នកនោះជាមិនខានព្រះម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេហើយអ្នកនោះមានសុភមង្គលនៅលើផែនដីព្រះអង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយព្រះម្ចាស់បីបាច់ថែរក្សាគេនៅពេលគេឈឺធ្ងន់ក្រោកពុំរួចហើយព្រះអង្គប្រោះគេឲ្យមានសុខភាពល្អឡើងវិញខ្ញុំទូលព្រះម្ចាស់ថាព្រះអង្គហើយសូមប្រណីមេត្តាទូបង្គំសូមប្រោះទូបង្គំឲ្យបានជាឡើងវិញផងបើទូបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះハរតីព្រះអង្គហើយសត្រូវរបស់ទូបង្គំនាំគ្នានិយាយអាក្រក់ពីទូបង្គំគេបន់ឲ្យតែទូបង្គំស្លាប់គេបន់ឲ្យតែឈ្មោះទូបង្គំសាបសូន្យទៅអស់អ្នកដែលមកសួរសុខទុក្ខទូបង្គំគេមានគំនិតមិនល្អទេគេមកប្រមូលដំណឹងអាក្រក់រួចចេញទៅវិញទាំងនិយាយបរិហាពីទូបង្គំ
អស់អ្នកដែលស្អប់ទូលបង្គំនិយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមកប្រឆាំងនឹងទូលបង្គំថាទូលបង្គំគេចមិនផុតពីស្លាប់ឡើយគេពោលថាជំងឺអ្នកនេះមើលមិនជាទេគាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយសូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំគឺអ្នកដែលទូលបង្គំទុកចិត្តហើយជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំក៏ប្រឆាំងនឹងទូលបង្គំដែរចំពោះព្រះអង្គវិញអោព្រះម្ចាស់ហើយសូមប្រណីមេត្តាទូលបង្គំសូមប្រោះទូលបង្គំឲ្យបានជាឡើងវិញផងនោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវឲ្យសមនឹងអំពើរបស់គេបើខ្មាំងសត្រូវរបស់ទូលបង្គំគ្មានជ័យជំនះលើទូលបង្គំទេនោះទូលបង្គំនឹងដឹងជាក់ថាព្រះអង្គពិតជាគប្បហន្តីនឹងទូលបង្គំមែនព្រះអង្គបានជួយទូលបង្គំដោយប្រោះទូលបង្គំឲ្យបានជាទាំងស្រុងហើយព្រះអង្គប្រទានឲ្យទូលបង្គំនៅជាមួយព្រះអង្គរហូតតទៅសូមសរសើរដំកើងព្រះម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលអស់កលជាអង្វែងតរៀងទៅអាមែនអាមែន